ពុកម៉ែបងប្អូនថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025ឥឡូវនេះសកម្មភាពនៅខាងព្រៃចំណោមវាទឹកសរុបបុកមកខ្លាំងមែនទែនពីខាងរួយបាទរួយម៉ាក់ចោះឯងម៉ាក់ចោះដែរតារួយតាត្រាក់ទៅ2 3ហ៎ប្រធានវត្តខ្សែសមនគុំចំណោមស្រុកកោះរ៉ៃខេត្តទីមានជ័យเราវេលាម៉ោង 10-17 នាទីទឹកកំពុងឡើងខ្លាំងមួយអូនមួយចាប់ឲ្យជាប់ថារៀបផ្លូវការលំបាកទឹកហូរដាច់ក៏អត្រាគោយន្តមិនឆ្លងទៅរួចតែទឹកបុកមកខ្លាំងមែនទេនេះបងប្អូនយើងទៅប្រធានបងប្អូនយើងបងត្រីទឹកឡើងខ្លាំងហើយក៏យន្តផាច់ឆ្លងទៅលេងរួចហើយទឹកហូរច្រោះដាច់ទឹកបុកខ្លាំង